khai cái đào chẳng từng dừng từng kế bốc mai bằng bồn là lừa tật đây xa rọt ẩm rành nâng nòm khỉ một mờ cả đôi chỉ từ tu sna tam tầm bon rồi mình ở dưới than sen là cái tật đây xa rọt ẩm rành dễ bị nhiều quanh bốc mai bằng bồn ôi cái lại na cái đôi cái lại ta đã mình nước chọn co cái này ta mà đong hay không mặt hai mình đang chai lui bỏ man liền đờ la tới bốc mai bồnจะแสดงโดยกันไลน์มวยนี่ในក្នុងវីដេអូនេះគឺជាកន្លែង Tulip Town ផ្កា Tulip Town ពុកម៉ែបងប្អូនគ្រាន់តែសម្បត្តិលក់ឲ្យភ្ញៀវជាតិអន្តរជាតិចូលមកទស្សនាក្នុងម្នាក់$20ពុកម៉ែបងប្អូនកុំថតកន្លែងណាក៏មនុស្សដែរពុកម៉ែបងប្អូនដើរជន់កគ្នាតែម្ដងមានប្រុសមានស្រីមានចាស់ហ្នឹងហើយក៏មានជនជាតិមកពីតំបន់អេស៊ានយើងខ្លះផងដែរច្រើនណាស់ពុកម៉ែបងប្អូនគឺគេនាំគ្នាដើរក្នុងរដូវក្តៅអញ្ចឹងណាដោយសារតែនៅក្នុងទីក្រុងស៊ីអារ៉ុលនេះខែត្រជាក់ពិបាកធ្វើដំណើរចេញទៅខាងក្រៅអញ្ចឹង spring ចូលមកដល់នឹងបងប្អូនអូគ្រប់តែកន្លែងណាក៏ដូចកន្លែងណាដែលគឺគេនាំគ្នាដើរទៅទស្សនាអញ្ចឹងទៅមិនថាថ្លៃមិនថាថោកឲ្យពុកម៉ែបងប្អូនជនជាតិអាកាណាគឺខុសពីគេពុកម៉ែបងប្អូនគឺចូលចិត្តដើរលេងចូលចិត្តទស្សនាតាមតំបន់ផ្លែចឹងទៅហើយស្រុកនេះពុកម៉ែបងប្អូនគេការពារគេអភិរក្សដើមឈើណាពុកម៉ែបងប្អូនមើលក្នុងវីដេអូនេះកន្លែងធ្វើអញ្ចឹងសោះហើយហ្នឹងហើយដាក់លក់សម្បត្តិចូលមកទស្សនាម្នាក់$20ហើយបើកន្លែងចតឡានវិញបងប្អូនអូយគឺឡានរាប់ពាន់រាប់ម៉ឺនគ្រឿងហ្នឹងហើយគេអត់យកលុយទេតែពេលដែលយើងចូលមកទស្សនានៅក្នុងសួនគេគឺត្រូវបង់លុយឲ្យគេណែពុកម៉ែបងប្អូនឃើញចេះរកចំណូលឃើញចឹងបើថាកសិករនៅក្នុងទឹកដីសហរដ្ឋអាមេរិកនេះតែគេកែច្នៃតែគេដាំបានហើយមិនបាច់ភ័យថាអត់ទីផ្សារបាច់ភ័យថាលក់មិនដាច់អីទេពុកម៉ែបងប្អូនគឺដាច់គ្រប់តែកន្លែងតែម្ដងហើយប្រជាពលរដ្ឋខ្មែរយើងនៅក្នុងទឹកដីសហរដ្ឋអាមេរិកនៅរដ្ឋកាលីរដ្ឋ Texas ហើយផ្សេងតែក្តៅណាពុកម៉ែបងប្អូនគាត់មានចការធំមានចការដាំផ្លែឈើផ្សេងយ៉ាងទៅបងប្អូនដែលរស់នៅក្នុងកាលីដឹងហើយចការរបស់ជនជាតិខ្មែរយើងធំខ្លះ4-10ហិកតាឯណោះពុកម៉ែបងប្អូនពេលដែលគាត់ដាំបានអញ្ចឹងគាត់មិនខ្វាយខ្វល់រឿងលក់ឡើងអីទេពុកម៉ែបងប្អូនសំខាន់ឲ្យតែគាត់ធ្វើបានគឺរដ្ឋគេទំនុកបំរុងរដ្ឋគេមានទីផ្សារល្អសម្រាប់ប្រជាពលរដ្ឋអញ្ចឹងទៅជាក់ស្ដែងកន្លែងនេះវិញពុកម៉ែបងប្អូនឃើញផ្កានេះទាំងយើងទាំងគេពុកម៉ែបងប្អូនសោកសៅមិនក៏ដោយទើបតែប្រពន្ធដាក់2 3 7មិនក៏ដោយក៏មកដល់កន្លែងនេះគឺមានអារម្មណ៍ស្រស់ថ្លាហ្មងពុកម៉ែបងប្អូនហ្នឹងហើយការទុកកើតអីគឺបាត់អស់ហើយព្រោះទេសភាពវាស្អាតផងពុកម៉ែបងប្អូនតែអញ្ចឹងទៅគឺស្អាត admin បិទសំឡេង original ចោលពុកម៉ែបងប្អូនដោយសារតែថតទៅឮសំឡេងគេនិយាយញ៉ៅទៅហើយខ្យល់វាបក់មកឮហ៊ូទៅក៏បិទសំឡេងធម្មជាតិនឹងចោលនឹងឲ្យបញ្ចូលសំឡេងឲ្យពុកម៉ែបងប្អូនបានរីករាយទស្សនាវិញទៅហើយប្រកាសទូលីបនេះពុកម៉ែបងប្អូនវារីកតែរដូវក្តៅចន្លោះខែ4ខែ5ហ្នឹងទេពុកម៉ែបងប្អូនផុតពីខែហ្នឹងទៅគឺអស់ហើយកន្លែងនេះគឺជាកន្លែងដែលធំជាងគេពុកម៉ែបងប្អូនគឺមានពុកម៉ែបងប្អូនយើងគាត់មកលេងទស្សនាច្រើនហ្នឹងហើយទស្សនាច្រើនពីមួយថ្ងៃទៅមួយថ្ងៃសៅរ៍អាទិត្យអីពុកម៉ែបងប្អូនបាញ់មកទេគឺអត់មានកន្លែងចតឡានទេគឺចាំយូរទៀតម្រុំតែចូលដល់ខាងក្នុងនេះអញ្ចឹងបើបងប្អូនចង់ទៅលេងថ្ងៃច័ន្ទគៀពុទ្ធពហោដល់សុកអីទៅអាហ្នឹងវាស្រួលណា admin ដឹងអញ្ចឹងព្រោះដោយសារតែចូលទៅពិបាកបន្តិចពុកម៉ែបងប្អូនដោយសារតែឡានច្រើនហើយក្រោមដើមឈើអញ្ចឹងបងប្អូនអើយដើរទៅនិយាយរួមថាទៅជាក់ស្រួលពុកម៉ែបងប្អូនហើយផ្កាវាបញ្ចេញសម្រស់ស្រស់ត្រកាលយ៉ាងទៀតហើយក៏អូបពុកម៉ែបងប្អូនចូលទៅក្នុងក៏អូបមានអារម្មណ៍ថាស្រស់ថ្លាហ្នឹងហើយបាត់stress បាត់សៅម៉ងអស់លីងណាពុកម៉ែបងប្អូនទាំងយើងទាំងគេចូលទៅគឺដើរឲ្យពុកម៉ែបងប្អូនសឹងថា100នាក់ហ្នឹងគឺកាន់ទូរស័ព្ទទាំង100នាក់ហ្នឹងពុកម៉ែបងប្អូនខ្លះទៅក៏មានកាមេរ៉ាធំអញ្ចឹងទៅដើម្បីថតដើម្បីផ្ដិតរូបភាពមានហ្នឹងហើយមានកន្លែងច្រើនដែលយើងទៅថតបញ្ចូលថ្មបញ្ចូលអីឲ្យពេញទៅពុកម៉ែបងប្អូនពីកន្លែងមួយតែកន្លែងមួយបងប្អូនអើយស្អាតតែគ្រប់កន្លែងហ្នឹងពុកម៉ែបងប្អូនហ្នឹងហើយកុំឲ្យពុកម៉ែបងប្អូនថាយីអត់មាននិយាយនៅក្នុងវីដេអូឃើញតែស្អាតរហូតអត់មានពាក្យអីក្រៅពីស្អាតបើស្អាតមែនពុកម៉ែបងប្អូនហ្នឹងហើយមិនដឹងនិយាយថាម៉េចបើ
ទៅកន្លែងណាក៏ដូចកន្លែងណាពីកន្លែងមួយទៅកន្លែងមួយយ៉ាងស្អាតហើយនោះក៏មានប្រសង់ដែរបងប្អូនលោកនិមន្តមកពីវត្តសៀរ៉ុលហ្នឹងហើយ admin សូលោកមកពីវត្តសៀរ៉ុលហើយហ្នឹងហើយមកលេងទស្សនាច្រើនហ្នឹងហើយគ្រប់ជាតិសាសន៍តែម្ដងបងប្អូនភាគច្រើនបំផុតហ្នឹងគឺជនជាតិអាគាំងពេលដែលគាត់រីថៃអញ្ចឹងណាបងប្អូនគាត់ចូលនៅវត្តពីការងារអញ្ចឹងទៅគាត់សល់លុយសល់កាក់ច្រើនអញ្ចឹងគាត់ដើរលេងតាមតំបន់រមណីយដ្ឋានផ្សេងអញ្ចឹងទៅផ្កា admin ឃើញចង់ទៅបោចបាក់គេបងប្អូនតែខ្លាចគេឲ្យសងណាអញ្ចឹងអត់ហ៊ានបោចទេព្យាយាមថតចែកជាវីដេអូដល់ពុកម៉ែបងប្អូនបានរីករាយទស្សនាហើយសម្លេង admin នេះអស់ព្រោះឲ្យពុកម៉ែបងប្អូនពាក្យចានគឺ admin ថនមិនសូវឲ្យឃើញទេដោយសារតែសំឡេងវាប្រុសពេកមុខវាស្អាតពេកខ្លាចបងប្អូនឃើញមុខហើយរត់បះដៃបះជើងហើយកូនក្មេងនៅស្រុកនេះបងប្អូនគឺវារត់ឲ្យបញ្ញាយបញ្ញាផ្លូវគេតែម្ដងដោយសារតែវាស្អាតពេលខ្លះទៅរត់ពួនក្នុងផ្កាគេតែឥឡូវគេហាមមិនឲ្យយើងដើរជន់មិនឲ្យកូនក្មេងរត់ជន់ទេពុកម៉ែបងប្អូនដោយសារតែវាបាក់ផ្កាគេអញ្ចឹងណាដែលឃើញហេតុអញ្ចឹងទៅគេមានសន្តិសុខគេមានអ្នកចាំ take care ផ្កាចាំមើលផ្កាហ្នឹងគេដើរណែនាំយើងប្រាប់ថាថតកន្លែងណាអីកន្លែងណាហាមជន់អញ្ចឹងហើយកន្លែងនេះវិញបងប្អូនមើលគេដាំធ្វើជាឆ្នោតទាំងស្អាតណាពុកម៉ែបងប្អូនស្អាតហើយថ្ងៃក្តៅចេះបងប្អូនមើលនៅក្នុងវីដេអូដូចក្តៅណាតាមពិតមិនក្តៅទេពុកម៉ែបងប្អូនម្នាក់ដើរដោះអាវដោះអីដើម្បីបានថ្ងៃក្តៅមកវាវ៉មវាកក់ក្តៅស្រួលពុកម៉ែបងប្អូនហ្នឹងហើយកក់ក្តៅស្រួលហើយខ្យល់បក់លប៉ៃហើយទៀតអត់មានក្តៅអីសោះតែម្ដងព្រោះស្រុកនេះវាក្រក្តៅពុកម៉ែបងប្អូនម្ដងបានឃើញពលឺថ្ងៃម្ដងចេះហ្នឹងចង់ឡាប់ហ្នឹងហើយចង់ងាប់ចង់រស់ហើយពុកម៉ែបងប្អូនដោយសារតែខែត្រជាក់ហើយធូលីផ្លាហ្នឹងក៏មានពណ៌ប្រភេទផ្សេងគ្នាដែរពុកម៉ែបងប្អូនអាខ្លះទៅចេញផ្កាមកពណ៌ល្ងឹតហ្មងអាខ្លះទៅចេញផ្កាពណ៌ឈាមជ្រូកទៅអាខ្លះទៅចេញផ្កាពណ៌សទៅអាខ្លះទៅចេញផ្កាទៅពណ៌ភីងពណ៌លឿងពណ៌ខៀវអញ្ចឹងទៅពុកម៉ែបងប្អូនគឺច្រើនពូជមែនតើពុកម៉ែបងប្អូនច្រើនពូជមែនតើហើយពូជនេះវិញបងប្អូនមើលរីកចប់នេះបើសិនយកទៅបំពងខ្លាញ់ប្រហែលហូបបានណាពុកម៉ែបងប្អូនស្អាតណាស់បងប្អូនអូយស្អាតហ្នឹងហើយ admin recommend ឲ្យពុកម៉ែបងប្អូនដែលបានមកលេងទឹកដីសៀរ៉ុលកុំភ្លេចទៅទស្សនានៅក្នុងវីដេអូពុកម៉ែបងប្អូនឃើញស្អាតប៉ុណ្ណឹងបើសិនជាបងប្អូនបានទៅមើលផ្ទាល់មិនដឹងថាស្អាតប៉ុណ្ណាទៅដល់ស្រែកវ៉ាវអស្ចារ្យគឺស្រស់ស្អាតនេះដូចមកបែកខាងនេះស្អាតណាស់បងប្អូនស្អាតតែមែនតើហើយនឹងខាងក្នុងនេះគេលក់ភេសជ្ជៈថ្លៃដែរណាពុកម៉ែបងប្អូនតំបន់នេះនឹងជាស្រុកស្រែនៅក្នុងស្រុកអាមេរិកពុកម៉ែបងប្អូនហ្នឹងទីស្រុកស្រែគេហើយស្រុកស្រែយើងឃើញចង់រស់នៅពុកម៉ែបងប្អូនស្រុកនេះគឺស្អាតគ្រប់តែកន្លែងហ្នឹងកាត់ស្មៅកាត់អីចឹងទៅស្អាតអីអត់មានដើរទៅហើយពុកម៉ែបងប្អូនតុកតាក់ដើម្បីជាកម្រងវីដេអូផ្ដិតជាកម្រងវីដេអូនិយាយខុសហូតពុកម៉ែបងប្អូនកុំប្រកាយប្រកាន់អីដើម្បីថតចែកជូនពុកម៉ែបងប្អូនបានទស្សនាហើយកុំភ្លេចជួយ Subscribe ជួយ Like ជួយ Share ផងពុកម៉ែបងប្អូនអូយដើរទៅថតណាស់ហ្នឹងហើយពុកម៉ែបងប្អូនកុំភ្លេចជួយ Subscribe ជួយ Like ជួយមើលបានច្រើនដើម្បី admin មានទឹកចិត្តអញ្ចឹងណាពុកម៉ែបងប្អូនឃើញតែកូនក្មេងបងប្អូនរត់បញ្ញាយតែម្ដងឪពុកនោះកាន់កូនមកខាងហើយកូននោះរត់ទៀតឪពុកដើរតាមតែកូនហើយពុកម៉ែបងប្អូនហ្នឹងហើយតែក្មេងក្នុងនេះវាម្យ៉ាងដែរប្រាប់តែម្ដងវាឈប់ទៅជន់វាឈប់ទៅបោចផ្កាគេពុកម៉ែបងប្អូនដោយសារតែហ្នឹងហើយដោយសារតែពួកគាត់រស់នៅជាមួយនឹងប្រទេសដែលជឿនលឿនអញ្ចឹងទៅគាត់ឆាប់ទទួលយកបានណាពុកម៉ែបងប្អូនហើយស្អាតណាស់ពុកម៉ែបងប្អូនកន្លែងនេះគេធ្វើឲ្យយើងអង្គុយយើងដើរហត់អីសម្រាប់មកយើងទៅអង្គុយហ្នឹងទៅពុកម៉ែបងប្អូនតែ admin ក្មេងអញ្ចឹងនិយាយហត់ទេពុកម៉ែបងប្អូនហ្នឹងហើយដើរចុះដើរឡើងហ្នឹងគឺដើម្បីថតឲ្យពុកម៉ែបងប្អូនបានមើលបានទស្សនាទាំងអស់គ្នាហើយខុសឆ្គងយ៉ាងណាមិនចាត់ជាស្រ័យភ័យទោសពុកម៉ែបងប្អូនហើយនិយាយនេះអត់មានព្រៀងប្រងអីទុកអីពុកម៉ែបងប្អូនឃើញអីថាហ្នឹងហើយអញ្ចឹងខុសឆ្គងយ៉ាងណាមិនចាត់ជាស្រ័យបងប្អូនឃើញហើយកូនក្មេងរត់ហ្នឹងហើយឪពុកខ្វៀលដូចកបីអញ្ចឹងពុកម៉ែបងប្អូនអត់បានទេបោចមាត់ឡើយហ្នឹងគេឲ្យសង់លៀនភ្នែកដូចបកងឡើយអញ្ចឹងឪពុកម្ដាយដែលមានកូនហ្នឹងគឺនៅក្បែរតែកូនហ្នឹងទេកាន់ដៃជាប់ហើយហ្នឹងហើយដើម្បីការពារកុំឲ្យបោចបាក់គេហើយវីដេអូហ្នឹងប៉ុណ្្នឹងហើយពុកម៉ែបងប្អូនហ្នឹងហើយចាំជួបគ្នាវីដេអូក្រោយទៀតកុំភ្លេចជួយ Subscribe ជួយ Like ជួយ Share បានច្រើនដើម្បីលើកទឹកចិត្តដល់ admin អរគុណច្រើនសុខសប្បាយអ្នកនរគ្នា